Rương đầm rây chinh châm mặt đài sát thà cao bật sát đa công nở nia vọt chết tập bốn trong ban sầm đai rương đi làng pro ban pro pico chinh châm mặt đài mùi ỏng rương nâng biên đầm đào đôi kia nâng rương pra sô văn là sam nữ ảnh bật sát đa ban pra hai bộ pico một tu miền thá maniel pico từng lại nẹt từng lại công nom kia pol tốt tệ điêu pico ong nụ lại bao ran các bản đất từng lại sầm bay cao nông cầm na sắt để chán su ót à ha ót phẩm bờ ngày zoom sầm rõ tật này pro tài prot mà đài tụi bay ban chấm này à ha rồi biết đòi cởi ra ngao cho boss đánh cả đói có mình bo để phô lại đò rap na mình ban chụp mà đài pua pico ban là rót tận đi tơ trung sòng đai nhà tây tạ này tiền đi láng đôi to từ nè a tây tê pierian nạ sẽ dặn cao pi preng nềประบาทប្រមត្តនបានឡើងក្រងរាជនៅនេតិក្រុងពីរាណសីរីឯព្រះបរមពោធិសត្វបានកើតក្នុងកំណើតជាសត្វដំរីនាហេមវ័នប្រទេសជាដំរីមានសម្បុរសសុទ្ធមានរូបល្អគួរពិតបរមិលមើលជាទីពេញចិត្តមានលក្ខណៈបរិបូរនិងមានដំរី80000ជាបរិវារដំរីនោះនៅចិញ្ចឹមរក្សាម្ដាយមេដំរីដែលចាស់ជរាថែមទាំងខ្វាក់ភ្នែកទៀតផងស្ដេចដំរីបានប្រគល់ទឹកឃ្មុំស្ករផ្លែឈើទុំខ្ចីផ្សេងដល់ពួកដំរីជាកូនចៅដើម្បីយកទៅជូនម្ដាយពិសាតែពួកដំរីទាំងនោះមិនបានជូនទៅម្ដាយស្ដេចដំរីពិសាទេបែរជាយកបរិភោគដោយខ្លួនឯងក្រោយមកស្ដេចដំរីឃ្លាំមើលក៏បានដឹងរឿងនោះគិតថាអាត្មាអញនឹងចេញចោលហ្វូងហើយចិញ្ចឹមម្ដាយដោយខ្លួនឯងវិញរួចហើយនៅវេលារាត្រីកាលដែលពួកហ្វូងដំរីពុំបានដឹងក៏លួចនាំម្ដាយរត់ទៅកាន់ជើងភ្នំចនរណៈស្នាក់នៅក្នុងគុហាភ្នំស្ថិតនៅក្បែរមាត់ស្រះឈូកមួយហើយតាំងចិញ្ចឹមម្ដាយតទៅនាគ្រាមួយនោះមានអ្នកថ្មើរព្រៃម្នាក់នៅក្រុងពារាណសីវង្វេងផ្លូវរកកត់ទៅមិនបានក៏ស្រែកយំរៀបរាប់យ៉ាងត្រហឹងរំពងព្រៃស្ដេចដំរីពោធិសត្វបានឮសម្រែកបុរសនោះក៏គិតថាបុរសនេះគ្មានទីពឹងទេអោហាក់ដូចជាមិនសមគួរតលទៅសោះបើបណ្ដោយឲ្យបុរសនោះស្លាប់ក្នុងទីស្ថានដែលយើងរស់នៅយ៉ាងនេះរួចក៏ដើរសំដៅទៅរកបុរសនោះត្រង់តែបានឃើញដំរីមកពីចម្ងាយបុរសនោះភ័យរត់យ៉ាងលឿនតែស្ដេចដំរីក៏ស្រែកខាត់សួរថាណែបុរសកំសត់កុំរត់អីខ្ញុំមិនធ្វើឲ្យអ្នកភ័យខ្លាចទេចុះហេតុអ្វីបានជាអ្នកដើរត្រហូរយំពេញព្រៃអញ្ចឹងនាយថ្មើរព្រៃប្រាប់ថាហើយលោកជាធំខ្ញុំពង្វេងផ្លូវអស់7ថ្ងៃនិងថ្ងៃនេះហើយស្ដេចដំរីក៏ពោលថាបុរសដ៏ចម្រើនចូលអ្នកកំភៃអីខ្ញុំនឹងនាំអ្នកទៅដល់ផ្លូវមនុស្សណារួចក៏ឲ្យបុរសនោះជិះលើខ្នងនាំចេញពីព្រៃទៅបុរសនោះជាមនុស្សអាក្រក់ជូរជាតិបានកំណត់ដើមឈើនិងភ្នំជាសញ្ញាចេញទៅពារាណសីដោយគិតថាអញនឹងទៅព្រះនគរប្រាប់ដល់ព្រះរាជា
កាលនោះដំរីមង្គលរបស់ព្រះជាក៏ស្លាប់ទៅទ្រង់បានឲ្យពួករាជបុរសទូងស្គរប្រកាសថាបើនរណាបានប្រទះឃើញមានដំរីល្អបរិបូរណ៍ដោយរូបអាចធ្វើជារាជទីនាំងបានចូលឲ្យដំណឹងភ្លាមនាយថ្មើរព្រៃនោះក៏បានចូលទៅកល់ព្រះរាជាទូលព្រះជាអង្គការថាបបិទ្ធព្រះសមតិទេពទូលព្រះបង្គំបានឃើញស្ដេចដំរីស្អាតមានសិលាចារគួរជាព្រះទីនាំងរបស់ព្រះអង្គបានក្រាបទូលសូមព្រះអង្គទ្រង់ត្រាស់បញ្ជាឲ្យនាយមកដំរីទៅជាមួយទូលព្រះបង្គំនិងបង្ហាញផ្លូវក្រាបទូលព្រះជាតបថាសាធុប្របីហើយរួចបានបញ្ជូនមកដំរីនិងបរិវារជាច្រើនទៅជាមួយឲ្យបញ្ជាថាអ្នកទាំងឡាយចូលឲ្យបរោះនោះនាំផ្លូវទៅព្រៃចាប់ស្ដេចដំរីក៏ដល់ប្រសើរដែលគាត់បានប្រាប់យើងមកនាយថ្មើរព្រៃធ្វើដំណើរទៅជាមួយបរិវារបានឃើញព្រះពោធិសត្វកំពុងចូលទៅរកចំណីក្នុងស្រះឈូកដំរីពោធិសត្វកាលឃើញមកដំរីក៏គិតថាភ័យនេះកើតឡើងមិនមែនអ្នកដតីក្រៅតែពីនាយថ្មើរព្រៃនោះទេអាត្មាអញជាសត្វមានកម្លាំងខ្លាំងអាចកំចាត់ហ្វូងដំរីទាំងពាន់ឲ្យវិនាសបានបើអញខឹងហើយក៏អាចនឹងព្រិចកំតិចនៅពលសេនាព្រមទាំងអ្នកដែនទាំងអស់នេះបានតែបើអាត្មាអញខឹងហើយអញនឹងដាច់សិលព្រោះតែសម្លាប់មនុស្សព្រោះហេតុនោះថ្ងៃនេះអញនឹងមិនខឹងជាដាច់ខាតទោះជាគេចាក់ដោយលំពេងក៏ដោយចោះកាលស្ដេចដំរីអធិដ្ឋានហើយក៏ឈរនៅស្ងៀមមិនសំបីងាកក្បាលបន្តិចសោះឡើយមកដំរីចុះទៅក្នុងស្រះឈូកមើលឃើញលក្ខណៈសម្បត្តិរបស់ស្ដេចដំរីស្រដីថាណែកូនប្រុសឯងចូលមករួចក៏ចាប់ប្រមោយដែលព្រៀបបានទៅនឹងខ្សែប្រាក់នាំបណ្ដាលទៅអស់7ថ្ងៃទៅបានទៅដល់ក្រុងពារាណសីថ្លែងអំពីមេដំរីជាម្ដាយពោធិសត្វឯនេះវិញកាលមិនឃើញកូនត្រឡប់មកក៏សង្ស័យប្រកាសថាកូនអញច្បាស់ជាត្រូវពួកស្ដេចឬអាមាត្យជាដើមចាប់យកទៅហើយតើដងព្រៃនេះនឹងរិចស្រស់ម្ដេចបានបើខ្ញុំប្រត់កូនជាទីស្រឡាញ់ហើយនេះក៏យំរៀបរាប់ភ្ជាប់ដោយគាថាពីបាតថាដើមពោលស្វាផងដើមខ្លែងគង់ផងដើមទទឹមនិងស្មៅធំឈ្មោះកវរៈផងក្រអៅឈូកនិងសង្ហែផងដុះទ្រុឌទ្រោមហើយទាំងដើមកានិកាចិត្តជើងភ្នំក៏ចេញផ្កាដែរព្រោះតែដំរីនោះមិននៅក្នុងស្រុកឬក្នុងក្រុងណាមួយព្រះជាឬព្រះរាជកុមារណាមួយមានគ្រឿងអភន្តរៈជាវិការៈនៃមាសរមែងចិញ្ចឹមស្ដេចដំរីដោយដុំនៃភោជនត្បិតដំរីដែលព្រះជាឬព្រះរាជកុមារគង់ហើយមិនតក់ស្លុតក្នុងសង្គ្រាមអាចនឹងទម្លុះទម្លាយនៅគ្រោះនៃពួកបច្ចាមិត្តបានក្រាន់តែបានពាក់កណ្ដាលផ្លូវមកដំរីក៏បានផ្ញើសារទៅថ្វាយព្រះជាបានទ្រង់ព្រះសណ្ដាប់ហើយក៏ឲ្យគេរៀបចំតាក់តែងស្អិតស្អាងព្រះនគរយ៉ាងស្អាតមកដំរីបាននាំព្រះពោធិសត្វ
ទៅកាន់រោងដំរីដែលប្រដាប់តាក់តែងដោយគ្រឿងអលង្ការអមនឹងគ្រឿងក្រអូបផ្សេងរៀបចំចងវាំងននយ៉ាងល្អប្រណិតទៅក្រាបទូលដល់ព្រះជាបានត្រាស់បង្គាប់ឲ្យគេយកភោជនៈដ៏ប្រកបដោយរសជាតិផ្សេងទៅឲ្យព្រះពោធិសត្វស្ដេចដំរីមិនទទួលយកដុំបាយឡើយដោយតាំងចិត្តថាអាត្មាអញនឹងមិនបរិភោគទេព្រោះគ្មានម្ដាយនៅទីនេះគ្រានោះព្រះរាជាក៏អង្វរស្ដេចដំរីថាមនាលដំរីអ្នកចូលទទួលពំនូតភោជនចុះមនាលដំរីអ្នកកុំស្គមឡើយមនាលដំរីរាជកិច្ចទាំងឡាយមានច្រើនអ្នកនឹងធ្វើនៅរាជកិច្ចទាំងនោះព្រះពោធិសត្វឮហើយក៏តបវិញថាមេដំរីនោះជាសត្វកំព្រាយំព្រោះព្រាត់កូនខ្វាក់ភ្នែកមិនមានគេដឹកនាំទង្គិចជើងនិងអង្គត់ឈើហើយបែរមុខទៅរកភ្នំចន្ទោរណៈដួលនៅភ្លាមនោះព្រះជាក៏ត្រាស់សួរទៅទៀតថាមនាលដំរីដ៏ប្រសើរមេដំរីខ្វាក់ភ្នែកមិនមានគេដឹកនាំទង្គិចជើងនិងអង្គត់ឈើបែរមុខទៅរកភ្នំចន្ទោរណៈដួលនៅទីនោះតើត្រូវជាអ្វីនឹងអ្នកឯងព្រះពោធិសត្វតបថាបើពិតព្រះមហារាជមេដំរីខ្វាក់ភ្នែកមិនមានគេដឹកនាំទង្គិចជើងនិងអង្គត់ឈើបែរមុខទៅរកភ្នំចន្ទោរណៈដួលនៅទីនោះត្រូវជាមាតារបស់ទូលបង្គំជាខ្ញុំបបិទ្ធមហារាជខ្ញុំចិញ្ចឹមនៅមេដានៅមេដំរីខ្វាក់មួយបើអត់ពីខ្ញុំទៅម្ដាយខ្ញុំនឹងស្លាប់មិនខានតែអត់ពីម្ដាយហើយតើប្រយោជន៍អ្វីទៅដោយគ្រឿងអិសរិយៈទាំងនេះម្ដាយខ្ញុំអត់អាហារ7ថ្ងៃហើយព្រោះហេតុនោះសូមទ្រង់ដោះលែងទូលព្រះបង្គំជាខ្ញុំឲ្យបានជួបម្ដាយផងព្រះជាបានទ្រង់ព្រះសណ្ដាប់យ៉ាងនេះហើយកាលទ្រង់បង្គាប់ឲ្យគេដោះលែងទើបត្រាស់ថាអ្នកទាំងឡាយចូលលែងនៅដំរីដល់ប្រសើរនោះជាសត្វចិញ្ចឹមនៅមេដាចូលឲ្យដំរីបានជួបនឹងមេដាព្រមទាំងញាតិទាំងពួងចុះបានឮដំរីនោះក្រន់តែបានរួចចាកចំណងភ្លាមក៏សម្រាកបន្តិចបានសម្ដែងទស្សពិតរិទ្ធធម៌ថ្វាយដល់ព្រះរាជាប្រទានឱវាទថាបបិទ្ធព្រះមហារាជព្រះអង្គចូលជាបុគ្គលកុំប្រមាទរួចហើយក៏ចាកចេញព្រះនគរទាំងដែលព្រះមហាជនកំពុងបូជាដោយគ្រឿងក្រអូបផ្សេងសំដៅទៅដល់ស្រះឈូកក្នុងថ្ងៃនោះឯងគិតថានឹងឲ្យអ្នកមេបានបរិភោគដោយផ្ទាល់ដៃខ្លួនក៏ដកយកក្រអៅឈូកនិងមើមឈូកជាច្រើនព្រមទាំងដងទឹកដោយប្រមោយចេញអំពីទីសម្រាកសងំដើរសំដៅទៅរកម្ដាយដែលកំពុងក្រាបដេកនាមាត់ទ្វារលអាងស្រោចទឹកទៅលើបកាយម្ដាយដែលអត់អាហារ7ថ្ងៃហើយឲ្យមានកម្លាំងឡើងព្រោះដូច្នោះបានជាព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់នៅអភិសម្ពុទ្ធគាថាដើម្បីបញ្ជាក់សេចក្តីនោះថាដំរីក្រន់តែរួចចាកចំណងដែលព្រះជាកាសីបានបញ្ជូនទៅសម្រាកខ្លួនតែមួយរំពេចក៏ដើរសំដៅទៅរកភ្នំដំរីនោះចេញទៅអំពីភ្នំនោះដើរទៅកាន់ព្រៃជាទីពួនសំងំដ៏ត្រជាក់ដែលដំរីធ្លាប់សែកនៅហើយដងទឹកដោយប្រមោយយកមកស្រប់មាតាមេដំរីពោធិសត្វសម្គាល់ថាភ្លៀងធ្លាក់ក៏ស្ដីបន្ទោថាភ្លៀងអ្វីណផ្ដេផ្ដាស់បង្អុលចុះពុំជួលកាលសោះ
កូនបង្កើតរបស់អញដែលជាអ្នកបម្រើអញទៅបាត់ហើយតើដើម្បីលួងលោមម្ដាយប្រពោធិសត្វក៏ពោលពេលនោះថាបបិទ្ធអ្នកមេសូមអ្នកក្រោកឡើងសម្រានអ្វីខ្ញុំជាកូនបង្កើតរបស់លោកដែលព្រះរាជាកាសីទ្រង់ប្រកបដោយប្រាជ្ញាមានយុះបានលែងមកវិញហើយឥឡូវនេះកូនបាននាំភោជនមកហើយសូមអ្នកមេក្រោកឡើងពិសានៅភោជននេះចោះមេដំរីមានចិត្តត្រេកអរពន់ពេកកាលថ្វាយព្រះពរដល់ព្រះរាជាក៏បានពោលគាថាចុងក្រោយថាព្រះរាជាណាបានលែងកូនរបស់ខ្ញុំជាអ្នកកោតក្រែងចំពោះបុគ្គលចាស់សពកាលសូមព្រះរាជានោះញ៉ាំងដែនរបស់ពួកអ្នកកាសីឲ្យចម្រើនគង់ព្រះជន្មនៅអស់កាលយូរអង្វែងចោះក្នុងកាលនោះព្រះរាជាជ្រះថ្លាក្នុងគុណរបស់ព្រះពោធិសត្វបានកសាងភូមិមួយនៅក្បែរស្រះឈូកទំនប់បំរុងព្រះពោធិសត្វនិងមេជានិច្ចចំណេរកាលក្រោយមកកាលមេដំរីស្លាប់ហើយស្ដេចដំរីក៏បានធ្វើការរក្សាទុកយ៉ាងស្រួលបួលហើយដែរទៅកាន់អាស្រមបទមួយឈ្មោះករណ្ដកៈធ្វើវត្តប្រតិបត្តិចំពោះពួកឥសី500អង្គដែលគង់នៅទីនោះជាស្ថានចុះអំពីព្រៃហេមពៀនមករីព្រះរាជាបានយកថ្មឆ្លាក់រូបដំរីប្រពោធិសត្វធ្វើសក្ការៈបូជាមិនតែប៉ុណ្ណោះពួកជនដែលរស់នៅទូទាំងប្រទេសឥណ្ឌាបានប្រជុំគ្នាធ្វើបុណ្យមួយឈ្មោះថាហដ្ឋិមហោជារៀងរាល់ឆ្នាំរហូតដល់សព្វថ្ងៃព្រះសាស្តាទ្រង់បាននាំរឿងនេះមកហើយទ្រង់ប្រកាសសច្ចធម៌សជាដកការចប់សច្ចធម៌មាតុបោភិក្ខុក៏លុះដល់សោតាបត្តផលព្រះរាជាក្នុងកាលនោះបានមកជាព្រះអានន្ទលាយថ្មើរព្រៃជូជាតិបានមកជាទេវទត្តមកដំរីជាព្រះសរិបុត្រមេដំរីជាព្រះនាមមហាមេយារីឯស្ដេចដំរីដែលចិញ្ចឹមម្ដាយគឺព្រះតថាគតនេះឯងង